Đấy con cô này nó liên chụp như cái môi năng simulation là về từ Afiba Solution cả nó Afiba Solution như từ ngay từ intro cái môi My Solution đối với cho từ intro này cũng nó thực sự là Afiba Solution này intro này nhưមានប្រភេទ solution ចំនួន5យ៉ាងចំនួនគឺទឹកសតstrong acid គឺ acid ខ្លាំង weak acid គឺ acid ខ្សោយ strong base គឺ base ខ្លាំងនិង weak base គឺ base ខ្សោយយ៉ាងចឹងប្រភេទ solution យើងអាចឃើញក្នុង solution បាន5ប្រភេទហ្នឹងហើយខាងក្រោមនេះគឺយើងចុច particle យើងអាចមើលឃើញល្អិតនៅក្នុង solution នឹងបានគេដាក់ពណ៌ខុសៗគ្នានេះយ៉ាងដូចពណ៌ខុសតំណាងឲ្យ base ពណ៌សនេះតំណាងឲ្យនឹងទឹកពណ៌លឿងនេះតំណាងឲ្យយកបានមកពីបាសចាប់យកទៅទៅហើយនេះគឺតំណាងឲ្យយកពីប្រភេទជាងលើចឹងយើងជ្រើសយកបាសទៅចឹងយកពីប្រភេទទៅបានគឺតិចតែយើងជ្រើសយកបាសខ្លាំងគឺយកពីប្រភេទគឺច្រើនជាមួយនឹង MO ហ្នឹងជាមួយនឹង MO ច្រើនហើយ MOH គឺអត់មានទេដោយសារបាសខ្លាំងគឺបែកទាំងអស់ចឹងគេឲ្យរូបនាមហើយយើងអាចជ្រើសរើសក្រាបដើម្បីមើលកំហាប់របស់ប្រភេទទី1នឹងដែរបាសខ្លាំងកំហាប់ប្រភេទទី2មាន OH ដល់ជាមួយនឹង MO ហើយចំណែក MOH គឺអត់មានកំហាប់ទេតែវាខ្លាំងវាបែកទាំងអស់ហើយអាហារយូរនេះគឺមានថាពេលយើងចុចទៅអត់អាចមើលឃើញអីទាំងអស់ចឹងគឺទៅគឺយើងចុច particle ជាមួយនឹងក្រាបដែលយើងចង់ដឹងពីកំហាប់ចាហើយផ្នែកខាងក្រោមនេះយើងមានឧបករណ៍3ទី1គឺ pH តំណាងឲ្យឧបករណ៍ pH មកដាក់ក្នុងពេលចុងទៅយើងលើកឡើងហើយមួយទៀតគឺគេដាក់ pH សម្រាប់វាស់ pH ដល់ហើយយើងជំនួសឲ្យយើងប្រៀបធៀបទៅដាក់ pH នេះគឺវាស់បាន pH ចន្លោះនឹងមានតម្លៃទឹកចិត្តដូច pH មកទេហើយទៀតគឺយើងអាចប្រើអំពូលបានដើម្បីបញ្ជាក់កម្រិតអតិខ្លាំងខ្សោយដាស់ខ្លាំងខ្សោយឬក៏អេឡិចត្រូលីកខ្លាំងដែលវាជាបាក់ខ្លាំងយើងចេញចេះវាចេញអំពូលគឺខ្លាំងបើវាបាក់ខ្លាំងអំពូលនេះចុះលីតិចអញ្ចឹងដូចគ្នាដែរអតិខ្សោយលីតិចតែអតិខ្សោយគឺខ្លាំងចឹងក្នុងផ្នែក intro នេះគឺយើងអាចពិនិត្យឃើញបែបហ្នឹង